បាទសូមជំរាបសួរសិក្ខាកាមទាំងអស់គ្នាបាទខ្ញុំបាទឆាយជាហេងជាគ្រូទេសនាមនៅសាលាជាតិពន្ធដារបាទនៅថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទទី3ចម្ពោះទី3នៃមេរៀនអក្សរលើតម្លៃបន្ថែមបាទអញ្ចឹងចម្ពោះទី3នេះយើងពិនិត្យមើលវិធានហើយនិងនីតិវិធីអក្សរលើតម្លៃបន្ថែមបាទអញ្ចឹងពាក់ព័ន្ធមាតិកាទី1គឺយើងពិនិត្យមើលវិធានវិក័យប័ត្រមានក្នុងនោះមានខ្លឹមសារវិក័យប័ត្រការផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់នីតិវិធីនៃការចេញ invoice ហ្នឹងចេញយ៉ាងម៉េចហើយមានការលើកលែងការចេញវិក័យប័ត្រចំពោះវិស័យមួយចំនួនហើយករណីវិក័យប័ត្រអត់ត្រឹមត្រូវតើអន្តរកធាតុចូលហើយការកាត់កងហ្នឹងយើងមិនអនុញ្ញាតយ៉ាងម៉េចហើយយ៉ាងម៉េចបាទហើយចុងក្រោយហ្នឹងគឺទោសទណ្ឌក្នុងការមិនបំពេញវិក័យប័ត្រវិធានវិក័យប័ត្របានត្រឹមត្រូវចំណុចទី2យើងនឹងពិនិត្យមើលបញ្ជីការគណនេយ្យសម្រាប់អតបហើយចុងក្រោយគឺមានលំហាត់សរុបទាំងអស់ទាំងពីដើមរហូតដល់ចប់បាទបាទអញ្ចឹងតកតងវិធានវិក័យប័ត្រយើងដឹងហើយថាដើម្បីយកទៅចុះបញ្ជីយកទៅអីបានត្រឹមត្រូវហ្នឹងសំខាន់ជាងគេគឺវិក័យប័ត្រហ្នឹងហើយបាទអញ្ចឹងនៅក្នុងប្រកាសគឺស្ដីពីវិធានវិក័យប័ត្រហ្នឹងគឺតម្រូវឲ្យអ្នកជាប់ពន្ធមធ្យមហើយអ្នកជាប់ពន្ធធំហ្នឹងត្រូវមានវិក័យប័ត្រពីរប្រភេទបាទទី1គឺវិក័យប័ត្រអាករទី2ហើយនឹងវិក័យប័ត្រធម្មតាអញ្ចឹងពេលណាត្រូវចេញវិក័យប័ត្រអាករបើសិនបើអតិជនខ្លួនហ្នឹងជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសបាទន័យថារបបស្វ័យប្រកាសដូចគ្នាត្រូវតែចេញ take invoice ហើយបើអតិជនទូទៅដែលមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសគេគឺចេញវិក័យប័ត្រធម្មតាបានហើយបាទហើយដោយឡែកចំពោះអ្នកជាប់ពន្ធតូចវិក័យប័ត្រមានតែមួយគត់គឺវិក័យប័ត្រធម្មតាបាទអញ្ចឹងយើងតើមើលថាតើខ្លឹមសារក្នុង take invoice ហ្នឹងវិក័យប័ត្រអាករហ្នឹងមានអីខ្លះបាទអញ្ចឹងអានេះគឺជាចំណុចតម្រូវតិចបំផុតឲ្យមានប៉ុណ្ណឹងអានេះជា minimum requirement ខាងពន្ធដារបាទអញ្ចឹងទី1មានឈ្មោះសហគ្រាសអាសយដ្ឋានហើយលេខអត្តសញ្ញាណកម្មរបស់អ្នកលក់អ្នកផ្គត់ផ្គង់ហ្នឹងបាទទី2គឺលំដាប់លេខរៀងវិក័យប័ត្រហើយថ្ងៃខែហើយលំដាប់លេខរៀងនេះគឺយើងឲ្យ switch មួយឆ្នាំពេញអត់ឲ្យ switch ទៅតាមមុខតំណែងឬក៏ដាច់ខែ renew មកតាមខែតាមអីគឺមិនអនុញ្ញាតទេបាទទី3ហ្នឹងគឺមានឈ្មោះអាស័យដ្ឋានហើយនិងលេខអត្តសញ្ញាណកម្មសារពើពន្ធផលអ្នកទិញបាទទី4គឺយើងមានបរិយាយ description មកនៅតំណែងសេវាហើយមានបរិមាណហើយមានថ្លៃបាទហើយបានមានតម្លៃសរុបទៅតាមប្រភេទតំណែងមួយដែលមិនទាន់គិតអាករហើយនឹងបន្ទាប់មកគឺត្រូវរំលេចប្រាក់អាករមានអាករពិសេសអាករភ្លឺអាករស្នាក់នៅឬក៏អាករម្លែងថែមគឺរំលេចឲ្យឃើញថាអស់ម៉ានតែម្ដងបាទហើយចុងក្រោយគឺហត្ថលេខាអ្នកលក់ហើយអ្នកទិញបាទអញ្ចឹងនេះគឺជាទម្រង់វិក័យប័ត្របាទហើយក្នុងទម្រង់វិក័យប័ត្រនេះបាទខាងលើគេហ្នឹងគឺមានឈ្មោះអ្នកលក់ហ្នឹងបាទហើយលេខអត្តសញ្ញាណកម្មហើយ address ទៅហើយនៅក្នុងឈ្មោះហ្នឹងគឺយើងដាក់វិក័យប័ត្រអាករ tax invoice ហើយបានលេខរៀងថ្ងៃខែ invoice ហ្នឹងហើយបានឈ្មោះអតិថិជនបាទហើយយើងមាន description ទៅតាមមុខតំណែងណាមួយ unit ប៉ុន្មានអត់ទាន់គិតពន្ធហើយបានជាប់ពន្ធអីខ្លះតាមមួយហ្នឹងមានអាករពិសេសអាករភ្លើអីបាទហើយចំណុចដែលសំខាន់ហ្នឹងត្រូវរំលេចឲ្យឃើញថាអតបសរុបហ្នឹងអស់ប្រមាណប្រាក់អាករហ្នឹងប្រមាណហើយបានទឹកប្រាក់រួមទាំងអាករបាទទឹកប្រាក់រួមទាំងអាករហើយបើសិនជាសរុបហ្នឹងជាដុល្លារគឺយើងតម្រូវឲ្យមានលុយរៀលមួយខ្ទង់បាទដាក់លុយរៀលសរុបមួយខ្ទង់បាទដោយឡែកវិក័យប័ត្រធម្មតាវិញបាទវិក័យប័ត្រធម្មតាគឺដូចមួយ take invoice ខុសត្រង់ថាអ្នកលក់អ្នកតែងហ្នឹងអាដែលបាទអ្នកលក់គឺមានឈ្មោះអាស័យដ្ឋានលេខអត្តសញ្ញាណកម្មលេខរៀងវិក័យប័ត្រកាលបច្ឆេទហើយអ្នកតែងនេះដោយសារគាត់ជាមិនមែនបុគ្គល
ជាប់អតបអញ្ចឹងក៏អត់មានលេខចុះបញ្ជីអតបទេបាទអញ្ចឹងមានតែឈ្មោះហើយអាស័យដ្ឋានអ្នកទិញតែប៉ុណ្ណឹងបាទហើយករណីលក់រាយនោះអីយើងអាចដាក់អតិជនទូទៅបាទអញ្ចឹងហើយមានបរិយាយមកតំណែងបរិមាណហើយថ្លៃហើយចំណុចដែលសំខាន់ហ្នឹងគឺអត់ឲ្យរំលេចឲ្យឃើញប្រភេទពន្ធមួយគឺយើង include យកតែម្ដងសរុបរួមទាំងអាករតែម្ដងមិនឲ្យរំលេចឲ្យឃើញប្រភេទពន្ធមួយទេបាទអញ្ចឹងគ្រាន់តែសរុបមកថាតម្លៃរួមទាំងអាករប្រហែលអញ្ចឹងទៅហើយមានតែហត្ថលេខាអ្នកលក់ទេបាទអញ្ចឹងនេះជាគំរូបាទអញ្ចឹងមានឈ្មោះអ្នកលក់លេខអត្តសញ្ញាណកម្មបាទហើយចំណងជើងហ្នឹងយើងដាក់វិក័យប័ត្រធម្មតាណា commercial invoice បាទហើយអតិជនហ្នឹងគឺអត់មានលេខវត្តទេបាទហើយមួយទៀតចំណុចសំខាន់ហ្នឹងគឺតម្លៃរួមទាំងអាករហើយបើតម្លៃនេះជាដុល្លារយើងតម្រូវឲ្យមានលុយខ្មែរមួយខ្ទង់លើតម្លៃសរុបហ្នឹងបាទហើយយើងតម្រូវតែហត្ថលេខាអ្នកលក់ទេអញ្ចឹងអានេះចូលទៅចំណុចទី2ការផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់បាទអញ្ចឹងគឺចេញដល់វិក័យប័ត្រធម្មតាបានហើយបើសិនជា invoice ហ្នឹងមានរំលេចអតបដោយឡែកនោះអតបហ្នឹងដល់កំណត់ត្រូវបង់គឺគណនាចេញពីកំណត់ត្រាលក់បាទហើយបើសិនជាលើវិក័យប័ត្រហ្នឹងអត់មានរំលេចទេបុគ្គលជាប់កគាត់លក់ដោយចេញវិក័យប័ត្រឬក៏តាមរយៈកត់ត្រាសាច់ប្រាក់សុទ្ធឬមួយក៏សភៅចំណូលចំណាយបាទចឹងដូចអ្នកលក់គុយទាវចឹងបាទចឹងលក់មួយចានហ្នឹងក៏អត់បានចេញ invoice លំអិតទេចឹងគាត់កត់សរុបសភៅចំណូលគាត់នឹងមកមួយថ្ងៃហ្នឹងបានប្រមាណបាទចឹងក្នុងកំណត់ត្រាលក់គាត់ទៅមានជាប់អាករមិនជាប់អាករចឹងហើយដល់ពេលទឹកប្រាក់អាករគឺចែកនឹង11ទៅឃើញហើយបាទចឹងនីតិវិធីនៃការចេញវិក័យប័ត្របាទអញ្ចឹងគឺអ្នកជាប់ពន្ធមធ្យមហើយធំគឺ compulsory តែម្ដងត្រូវតែចេញពីប្រភេទហ្នឹងបាទវិក័យប័ត្រកចេញទៅឲ្យអ្នកចុះបញ្ជីបាទហើយក្នុងវិក័យប័ត្រហ្នឹងដាក់ចំណងជើងថាវិក័យប័ត្រកហើយលេខរៀងត្រឹមត្រូវហ្នឹងណាចេញទៅឲ្យអ្នកទិញរបបស្វ័យប្រកាសហើយចេញវិក័យប័ត្រធម្មតាទៅឲ្យអ្នកជាប់ទិញហ្នឹងមិនស្ថិតក្នុងរបបស្វ័យប្រកាសបាទបុគ្គលជាប់អាករបានចុះបញ្ជីដែលមិនបានចេញវិក័យប័ត្រអាករទៅឲ្យអ្នកជាប់អាករបានចុះបញ្ជីទៀតត្រូវរងទោសទណ្ឌបាទហើយនៅស្លាយបន្ទាប់នឹងមានចែងពីទោសទណ្ឌបាទហើយបុគ្គលជាប់អាករបានចុះបញ្ជីធ្វើការផ្គត់ផ្គង់ជាប់អាករត្រូវរក្សាទុកច្បាប់ចម្លងហើយនឹងវិក័យប័ត្រអាករហ្នឹងព្រមទាំងឯកសារដទៃទៀតតាក់ទិននឹងការផ្គត់ផ្គង់បាទអញ្ចឹងត្រូវ keep រក្សាឲ្យបានត្រឹមត្រូវហើយក្នុងនេះគឺយើងមានតម្រូវថាត្រូវប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរហើយបោះពុម្ពវិក័យប័ត្រហ្នឹងអ្នកជាប់ពន្ធអាចប្រើប្រាស់ភាសាខ្មែរហើយបរទេសពីក្រមបានហើយវិក័យប័ត្រត្រូវចេញតាមលំដាប់លេខរៀងមួយឆ្នាំពេញតែម្ដងមិនឲ្យ switch ទៅតាមមុខតំណែងឬក៏ទៅតាមមួយខែ renew ថ្មីទេហើយវិក័យប័ត្រនេះត្រូវទុក10ឆ្នាំសម្រាប់អ្នកជាប់ពន្ធមធ្យមហើយធំហើយអ្នកជាប់ពន្ធទូចគឺទុក3ឆ្នាំបាទអញ្ចឹងយើងមានការលើកលែងវិក័យប័ត្រទៅលើវិស័យមួយចំនួនដែលគេអត់អាចចេញ invoice បានបាទអញ្ចឹងការលើកលែងប្រតិបត្តិការចំនួនហ្នឹងមានអីខ្លះទី1គឺគ្រឹះស្ថានធនាគារបាទសហគ្រាសធានារ៉ាប់រងគ្រឹះស្ថានហិរញ្ញវត្ថុព្រមទាំងប្រតិបត្តិការអាជីវកម្មដទៃទៀតដែលมันអាចចេញបានអញ្ចឹងបើសិនជា business នឹងអត់អាចចេញ invoice បានតាមវិធានហ្នឹងទេដាក់ពាក្យមកខាងពន្ធដារមកខាងពន្ធដារគេនឹងពិចារណាមើលថាតើវាសមរម្យអត់ណាបាទបើសមរម្យនឹងអនុញ្ញាតបាទប៉ុន្តែធ្វើម៉េចដើម្បីផ្ទៀងផ្ទាត់ចំណូលបានបើអត់ចេញ invoice អញ្ចឹងបានក្នុងនេះគឺការលើកលែងការអនុវត្តវិធានកាយប័ត្រហ្នឹងត្រូវជំនួសដោយកំណត់ត្រានិងឯកសារច្បាស់លាស់ត្រឹមត្រូវអាចត្រួតពិនិត្យបានបាទអញ្ចឹងអត់ចេញ invoice មែនប៉ុន្តែត្រូវមានកំណត់ត្រាហើយនិងឯកសារស្អីផ្សេងទៀតដើម្បីគ្រប់គ្រងច្បាស់លាស់ថាចំណូលយើងពិតជាប្រព័ន្ធហ្នឹងមែនបាទត្រូវមានឯកសារគ្រប់គ្រងអស់ហ្នឹងបាទចឹងឥឡូវចូលទៅចំណុចទី5តាក់ទងអាករលើធាតុចូលហើយនឹងចំណាយអាចកាត់កងបានអញ្ចឹងគុណសម្បត្តិហើយគុណវិបត្តិនៅក្នុងការប្រើប្រាស់វិក័យប័ត្រអាករហ្នឹងវាយ៉ាងម៉េច
ទី1អ្នកជាប់ពន្ធមធ្យមហើយធំអាចស្នើសុំអន្តរាគមន៍ប្រចាំខែណាអនុវត្តតាមអនឡាញបាទអញ្ចឹងមាន tax invoice ហើយយើងសុំហ្នឹងត្រូវតែបំពេញតាម e-filing ប្រកាសតាម e-filing ចំពោះវិក័យប័ត្រអាករណាមួយដែលមានលក្ខណៈមិនត្រឹមត្រូវមិនអនុញ្ញាតធ្វើជាអន្តរាគមន៍ទេហើយនឹងធ្វើជាចំណាយសម្រាប់កាត់កងបានសម្រាប់ពន្ធប្រាក់ចំណូលបាទអញ្ចឹងបើវិក័យប័ត្រហ្នឹងអត់គ្រប់នីតិទេទី1សុំ VAT in អត់បានទី2គឺมันអាចយកទៅកាត់កងជាចំណាយសម្រាប់គោលដៅពន្ធប្រាក់ចំណូលទៀតបាទអញ្ចឹងចំណុចនេះសំខាន់អញ្ចឹងបានសហគ្រាសខ្លះចង់ចំណេញបានន័យថាទៅទិញអ្នកអត់ចុះបញ្ជីឬក៏វិក័យប័ត្រអត់ក្បាលទៅបានថោកបន្តិចប៉ុន្តែផលវិបាកទី1 claim input អត់បានទី2ចំណាយហ្នឹងយកទៅកាត់កងអត់បានទៀតវិក័យប័ត្រអត់ត្រឹមត្រូវអញ្ចឹងអស់ 30% បាទហើយនៅជាប់ពន្ធកាត់ទុកឯណា 15% ទៀតអញ្ចឹងអាចខាតច្រើនជាងការទៅទិញដែលមានវិក័យប័ត្រត្រឹមត្រូវបាទអ្នកជាប់ពន្ធមធ្យមហើយធំទទួលការផ្គត់ផ្គង់ពីអ្នកជាប់ពន្ធតូចมันអនុញ្ញាតជាអាករលើធាតុចូលឡើយប៉ុន្តែអាចកាត់កងសម្រាប់ចំណាយពន្ធលើប្រាក់ចំណូលអញ្ចឹងបើសិនមានអ្នកជាប់ពន្ធតូចណាច្រឡំចេញ tax invoice ទៅឲ្យអ្នកជាប់ពន្ធមធ្យមហើយធំអញ្ចឹងអ្នកជាប់ពន្ធមធ្យមហើយធំហ្នឹងសុំអន្តរាគមន៍អត់បានទេប៉ុន្តែអាចបូកចូលគ្នាទៅឲ្យចុះជាចំណាយបានវត្តដែលអាចសុំអន្តរាគមន៍ហ្នឹងបាទអញ្ចឹងតកតងអន្តរាគមន៍អាករលើធាតុចូលចំពោះអ្នកជាប់ពន្ធតូចបាទអញ្ចឹងអ្នកជាប់ពន្ធតូចនេះគឺរាជរដ្ឋាភិបាលលើកទឹកចិត្តដើម្បីជួយសម្រួលអ្នកទូចហ្នឹងអញ្ចឹងបញ្ចូល VAT in ឲ្យ 80% នៃការផ្គត់ផ្គង់ហ្នឹងទោះបីមាន invoice អត់ invoice ក៏ដោយគឺយើងកាត់ឲ្យ 80% អូតូបាទអញ្ចឹងយកតែ 20% ទេអញ្ចឹង 20% គុណ 10% បង់ពន្ធតែ 2% ទេបាទដើម្បីជួយសម្រួលអ្នកជាប់ពន្ធតូចហ្នឹងបាទបាទឥឡូវយើងចូលទៅទោសទណ្ឌបាទយើងដឹងហើយថាកាលណាអត់គោរពវិធានកាយប័ត្រត្រូវរងទោសទណ្ឌបាទអញ្ចឹងករណីនេះគឺទី1គឺបុគ្គលណាដែលបានចេញវិក័យប័ត្រខ្លែងបន្លំបុគ្គលនោះត្រូវតម្រូវឲ្យបង់ប្រាក់អាករនានាបង្ហាញនៅលើវិក័យប័ត្ររយៈពេល7ថ្ងៃក្រោយកាលបរិច្ឆេទចេញវិក័យប័ត្រហ្នឹងហើយចាត់ទុកថាប្រព្រឹត្តអំពើរាំងស្ទះបទបញ្ញត្តិពន្ធដារទៀតបាទអញ្ចឹងបានន័យថាគាត់ចេញខ្លែងបន្លំឬមួយក៏เขาអត់ចុះបញ្ជីទេប៉ុន្តែគាត់ទៅចេញ tax invoice ប្រមូល VAT ពីគេអញ្ចឹងក្នុងច្បាប់តម្រូវថា7ថ្ងៃត្រូវយកលុយហ្នឹងមកបង់ឲ្យរដ្ឋបាលសារពើពន្ធហើយចាត់ទុកជាអំពើរាំងស្ទះទៀតបាទអំពើរាំងស្ទះនេះវាជាទោសព្រំទាន់ទៀតបាទអញ្ចឹងទោសទណ្ឌផ្សេងទៀតមានបិទអាជីវកម្មកំណត់ដោយច្បាប់បាទអញ្ចឹងបើអត់ចេញកាយប័ត្រត្រឹមត្រូវខាងពន្ធមានសិទ្ធិបិទទ្វារឲ្យរកស៊ី7ថ្ងៃបាទហើយបើអត់រៀងទេបិទ7ថ្ងៃទៀតធ្វើការកំណត់ពន្ធឡើងវិញប្តឹងចោទប្រកាន់បទល្មើសព្រហ្មទណ្ឌណាហើយមានបទល្មើសព្រហ្មទណ្ឌនេះផាកដល់100លានហើយជាប់ពន្ធនាគាររហូតដល់1ឆ្នាំឬក៏ទោសទាំងពីរបាទអញ្ចឹងអានេះគឺជាទោសទណ្ឌនៅក្នុងការមិនអនុវត្តវិធានវិក័យប័ត្របាទហើយមន្ត្រីពន្ធដារនឹងចុះទៅដល់ទីតាំងដើម្បីផ្ទៀងផ្ទាត់មើលវិក័យប័ត្រដែលចេញដោយសហគ្រាសផ្គត់ផ្គង់ហ្នឹងបាទអញ្ចឹងគឺមន្ត្រីពន្ធនឹងអាចចុះទៅតាមទីតាំងតាមsurvey skate មើលណាចេញរកស៊ីហ្នឹងចេញ invoice អត់ត្រឹមត្រូវអត់អីហ្នឹងអញ្ចឹងខាងត្រីពន្ធនឹងចុះទៅដល់ទីតាំងបាទអញ្ចឹងឥឡូវយើងចូលទៅចំណុចទី2គឺបញ្ជីគណនេយ្យសម្រាប់អតបហើយចំណុចនេះសំខាន់ដែលភាគច្រើនអ្នកជាប់ពន្ធអីតែងតែសួរថាចុះបើចុះទៅ audit មើលបញ្ជីអីខ្លះបាទអញ្ចឹងគឺមានចែងនៅក្នុងលម្អិតនៅកន្លែងនេះបាទអញ្ចឹងបញ្ជីគណនេយ្យអតបហ្នឹងត្រូវមានអីខ្លះបាទបុគ្គលជាប់អតបត្រូវកាន់កាប់និងកត់ត្រាបញ្ជីគណនេយ្យទាំងអស់ដែលខ្លួនបានធ្វើហើយនឹងបានទទួលដូចខាងក្រោមបាទបានធ្វើយើងផ្គត់ផ្គង់ទៅឲ្យគេបានទទួលគឺតែងពីគេមកហ្នឹងត្រូវ keep ទុកណាទី1អាករលើម្លាយបន្ថែមប្រចាំខែបាទអញ្ចឹងកត់ប្រចាំខែហ្នឹងមានអីខ្លះមានធាតុចេញសរុបធាតុចូលសរុបអតបត្រូវបង់ឬក៏ប្រវល់សងឬក៏យោងបាទហើយទី2ហ្នឹងគឺកំណត់ត្រាលក់បាទអញ្ចឹងបង្ហាញរាល់ការ
លក់ជាប់តាមអត្រា10%សូន្យហើយនឹងមិនជាប់អាករណាហើយកំណត់ត្រាទិញអញ្ចឹងបង្ហាញលម្អិតទាំងអស់ការទិញបានបងអតបមិនជាប់អតបណាប្រតិវេតកយបងលើតំណែងនាំចូលបាទអញ្ចឹងរាល់ព័ត៌មាននៃការលក់ទិញទាំងអស់ហ្នឹងត្រូវកត់ត្រារក្សាទុកតាមលំដាប់ថ្ងៃខែលេខរៀងបានន័យថាថ្ងៃ1ថ្ងៃ2ថ្ងៃ3ខែ1ខែ2ខែ3 switch ទៅតាមនឹងដាក់តាមលេខរៀងលំដាប់លំដោយបាទចំណុចនេះសំខាន់ដែលខ្ញុំបញ្ជាក់ថាគេទៅមើលអីគឺមួយ slide នេះបាទអញ្ចឹងបុគ្គលជាប់អាករត្រូវកត់ត្រារក្សាទុកតាមថ្ងៃខែលេខរៀងនៅព័ត៌មានគណនេយ្យដូចខាងក្រោមបាទអញ្ចឹងទី1ក្រៅពីជីគណនេយ្យហ្នឹងត្រូវទុកព័ត៌មានគណនេយ្យដូចខាងក្រោមមានអីខ្លះអញ្ចឹង debit credit note ដែលបានចេញបានទទួលបាទអញ្ចឹងត្រូវកត់តាមហ្នឹងទៅហើយលិខិតអន្តៀន LC បាទអញ្ចឹងយើងដឹងហើយទិញតំណែងឆ្លងប្រទេសអញ្ចឹងត្រូវមានផុសតាងទូទាត់អីហ្នឹងត្រូវមាន LC ហ្នឹងណាជីបៃឡាបានចំណាយបៃឡាសំណើដើមប្រកាន់ដៃទួលប្រាក់ឬបញ្ជីលម្អិតពីការលក់ដូរប្រចាំថ្ងៃបាទសម្រាប់អ្នកលក់ទាវលក់អីហ្នឹងបាទត្រូវមានជីអស់ហ្នឹងហើយ shipping document ឯកសារដឹកជញ្ជូនណាហើយនឹងនាំចេញនាំចូលបាទត្រូវមានផុសតាងទាំងអស់ហ្នឹងដើម្បីបញ្ជាក់ការនាំចេញនាំចូលមានដឹកមែនអីមែនកំណត់ត្រា stock បង្ហាញពីការបញ្ចូលបញ្ចេញ stock បាទអញ្ចឹងរបាយការណ៍ stock ណាមានចូលមានចេញនៅសោះ balance ហ្នឹងឯកសារតាក់ទងនឹងការផលិតបាទរួមមានសភៅការងារបាទអញ្ចឹងសហគ្រាសផលិតគេមានសភៅការងារតាមដានផ្នែកមួយជាពិសេសដោយក្រុមហ៊ុនសំណង់អញ្ចឹងណាការឋានទី1គេមានសភៅតាមដានណាថាដើម្បីគណនា state completion method ធ្វើការងារហ្នឹងបានប៉ុន្មានភាគរយការឋានទី1ទី2ទី3អញ្ចឹងគឺមានសភៅហ្នឹងតាមដានណាដើម្បីដឹងថា direct labor អស់ប្រមាណហើយ direct material ប្រមាណហើយវា complete បានប្រមាណភាគរយដើម្បីទទួលស្គាល់ចំណូលអីទៅតាមភាគរយដែលការងារសម្រេចបានអស់ហ្នឹងអញ្ចឹងត្រូវតែមានសភៅអស់ហ្នឹងកំណត់ត្រាបញ្ជាទិញនិងបានបកគោលតំណែងកិច្ចសន្យានានាបាទអញ្ចឹង purchase order delivery note ហើយកង់ត្រាផ្សេងហ្នឹងហើយចុងក្រោយហ្នឹងគឺលិខិតឆ្លើយឆ្លងអាជីវកម្មបាទមានគឺត្រូវតែទុកដល់ព្រោះអាចជួនកាលយើងឆ្លើយឆ្លង business មួយគ្នាមានតាក់ទងនឹងសកម្មភាពអាជីវកម្មហ្នឹងបាទអញ្ចឹងទាំងអស់នេះហើយដែលខាងពន្ធដារគេទៅ audit គេនឹងមើលឯកសារអស់ហ្នឹងដើម្បីផ្ទៀងផ្ទាត់ថាតើយើងប្រកាសហ្នឹងចំណូលចំណាយហ្នឹងវាស៊ីវាមានសក្ខីបត្រគ្រប់ត្រវាពិតជាប្រព័ន្ធហ្នឹងមែនអត់អីអត់ហ្នឹងគឺគេនឹងទៅពិនិត្យឯកសារអស់ហ្នឹងបាទអញ្ចឹងនេះគឺជាមួយខែគឺគ្រប់សហគ្រាសទាំងអស់ត្រូវបំពេញទិន្នវត្តទិញទិន្នវត្តលក់បាទអញ្ចឹងទិន្នវត្តទិញនេះទី1 column ទី1 date បាទកាលបច្ឆេទអញ្ចឹងថ្ងៃ1ខែ1ទិញអីណាហើយក្នុងនេះបើយើងទិញក្នុងស្រុក column ទី2ហ្នឹងយើងយកលេខ invoice ហើយបើយើងនាំចូលយើងប្រើលេខប្រតិវេតកយវាយលេខប្រតិវេតកយចូលទៅណាលេខ1ទិញពីបុគ្គលជាប់អាករលេខ2មិនជាប់អាករលេខ3ហ្នឹងនាំចូលក្រុមហ៊ុនបរទេសហើយឈ្មោះអ្នកគ្រប់គ្រងលេខតញ្ញាណកម្មណាហើយបន្ទាប់មកទឹកលុយរួមទាំងអតបបាទហើយបានតម្លៃមិនរួមអតបហើយបើទិញក្នុងស្រុកយើងដាក់ទិញក្នុងស្រុកទៅនាំចូលយើងដាក់នាំចូលទៅហើយទិញមិនជាប់អាករឬក៏ទិញមិនអនុញ្ញាតអីហ្នឹងយើងពេញទៅតាមហ្នឹងបាទខ្ញុំបញ្ជាក់បន្តិចដែរកន្លែងទិញមិនអនុញ្ញាតនេះគឺយកទឹកលុយរួមទាំងអាករយកមកដាក់ចូលឧបមាថាទិញរថយន្ត CRV មួយតម្លៃ 30,000 វ៉ាត់ 3,000 អញ្ចឹងសរុប 33,000 យកមកដាក់កន្លែងទិញមិនអនុញ្ញាតអន្តៀន 33,000 បាទហើយវ៉ាត់ជាបន្ទុករដ្ឋឬក៏ទិញក្នុងស្រុកឬក៏នាំចូលវ៉ាត់បន្ទុករដ្ឋនេះករណីយើងមានវិស័យអត្ថភាពមួយចំនួនមានលិខិតបញ្ជាក់ពីខាងពន្ធដារថាទិញតំណែងសេវាក្នុងស្រុកជាបន្ទុករដ្ឋឬក៏នាំចូលបន្ទុករដ្ឋអីយើងពេញកន្លែងហ្នឹងមួយនេះគឺទិន្នវត្តលក់បាទអញ្ចឹងអាហ្នឹងលក់បើសិនតែដូចគ្នាដែរថ្ងៃ1ខែ1យើងចេញ invoice លេខប៉ុន្មានថ្ងៃ2ប្រហែលអីប្រហែលទៅតាមហ្នឹងទៅហើយបើសិនយើងមាននាំចេញគឺយើងយោងលេខប្រតិវេតកយនាំចេញបាទលក់ក្នុងស្រុកយើងយោងលេខ invoice ហើយបានមានឈ្មោះអតិជនហើយមានតម្លៃរួមទាំងពន្ធណាតម្លៃគ្មានអាករហើយបើលក់ក្នុងស្រុកយើងពេញកន្លែងលក់ក្នុងស្រុកទៅនាំចេញយើងពេញប្រអប់នាំចេញណាមាន
បន្ទប់រដ្ឋហើយបានប្រភេទពន្ធមួយទៅតាមហ្នឹងទៅបាទអញ្ចឹងមួយខែអ្នកជាប់ពន្ធត្រូវតែបំពេញទៅនិវត្តទិញទៅនិវត្តលក់នេះហើយបើបំពេញតាម online system នឹងគណនាឲ្យអូតូបាទថាត្រូវសល់អិនទៀនឬក៏វត្តយោងអីតាមហ្នឹងបាទអញ្ចឹងយើងចូលទៅករណីសិក្សាហើយករណីសិក្សាទី3នេះគឺយើងក្តោបទាំងអស់តាំងពីចម្ពោះទី1ដល់ចម្ពោះទី3នេះតែម្ដងបាទទាំងមូលតែម្ដងបាទអញ្ចឹងយើងក្នុងនេះគឺពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយដែលមានចំណូលរួមទាំងអក30លានបាទក្នុងនេះកន្លែងកំណត់សម្គាល់គេថាតម្លៃហ្នឹងគឺជាតម្លៃមិនរួមចូលអកហើយគិតជាដុល្លារលើកឡើងមានសមត្ថកម្មបញ្ជាក់បាទអញ្ចឹងទឹកប្រាក់នេះគឺជាទឹកប្រាក់រួមគិតជាដុល្លារហើយទឹកប្រាក់នេះចំណាយទាំងអស់ហ្នឹងគឺរួមទឹកតម្លៃហ្នឹងគឺមិនរួមអតបប៉ុន្តែកន្លែងលើកលែងសមត្ថកម្មបញ្ជាក់បានន័យថាដូចចំណូលនេះគេប្រាប់ថាតម្លៃហ្នឹងរួមទាំងអតបបាទអញ្ចឹងបានន័យថា30លានហ្នឹងរួម include VAT បាទអញ្ចឹងក្នុងហ្នឹង13លានបានមកពីលក់ដីបាទអញ្ចឹងក្នុងនេះគឺយើងគ្រាន់តែអានប្រធានប៉ុណ្ណឹងปุ๊បយើងដឹងហើយថាអូខេលក់ដីអត់ជាប់ VAT ទេលក់ផ្ទះជាប់ VAT អញ្ចឹងករណីនេះវាចូលយើងធ្វើការផ្គត់ផ្គង់ជាប់អកផងមិនជាប់អកផងហើយបាទអញ្ចឹងនៅក្នុងនេះគេថាសញ្ញាផ្កាយកន្លែងកំណត់សម្គាល់នេះគឺតំណាងឲ្យការទូទាត់ផ្គត់ផ្គង់មិនបានចុះបញ្ជីបាទអញ្ចឹងសញ្ញាផ្កាយហ្នឹងតែងពីបុគ្គលមិនចុះបញ្ជីអញ្ចឹងអត់មាន tax invoice ទេអញ្ចឹងអត់មាន credit ទេក្រៅពីហ្នឹងរាល់ការទូទាត់ធ្វើឡើងទៅអ្នកជាប់ពន្ធចុះបញ្ជីហើយមានភ្ជាប់នៅវិក័យប័ត្រអកបាទក្រៅពីសញ្ញាផ្កាយតែងពីបុគ្គលជាប់អកហើយទទួលបាន tax invoice កន្លែងនេះចង់បញ្ជាក់ថាអាចយកទៅធ្វើអិនទៀនបានបាទអញ្ចឹងសំណួរទី1គេសួរថាគណនាការទិញជាប់អកនិងការទិញមិនអនុញ្ញាតអិនទៀនបាទអញ្ចឹងទិញមិនជាប់អកគឺទិញពីបុគ្គលមិនចុះបញ្ជីឬក៏វិក័យប័ត្រធម្មតាអាហ្នឹងកន្លែងហ្នឹងទិញមិនជាប់អកដល់ពេលទិញមិនអនុញ្ញាតអិនទៀនគឺយើងទិញតំណែងសេវា4មុខហ្នឹងណាដែលច្បាប់មិនអនុញ្ញាតឲ្យសមជាអិនទៀនហ្នឹងអញ្ចឹងចូលដល់4មុខហ្នឹងសរុបចូលគ្នាយកដាក់កន្លែងទិញមិនអនុញ្ញាតអិនទៀនហើយចំណុចដែលសំខាន់អនុញ្ញាតមិនអិនទៀននេះគឺយើង include VAT បូកទាំងវត្តចូលណាតម្លៃវាយកទៅដាក់កន្លែងហ្នឹងបាទហើយសំណួរទី2គេឲ្យយើងគណនាអតបឬអិនទៀនដោយដឹងថាអិនទៀនយោងពីមុនហ្នឹងមាន600,000បាទអញ្ចឹងដើម្បីគណនាអតបយើងរកវត្តអាវរកវត្តអ៊ីនក្បួនបាទហើយចុងក្រោយយើងយកវត្តអាវដកអ៊ីនទៅយើងនឹងឃើញលទ្ធផលបាទក្នុងការគណនាអញ្ចឹងយើងចាប់ផ្ដើមអានប្រធានហើយយើងអានមួយឆ្លើយមួយតែម្ដងបាទអញ្ចឹងចំណុចទី1នេះគឺចំណូលរួមទាំងពន្ធ30លានអញ្ចឹង30លានយើងដក13លានចេញទៅបាទឃើញប៉ុន្មានចែក 1.1 គុណ 10% ទៅអាហ្នឹងយើងឃើញអាករលើធាតុចេញអញ្ចឹងចូលអានទៅលើរបាយការណ៍ចំណាយមានដូចខាងក្រោម A តែងសម្ភារៈសំណង់អញ្ចឹងតែងសម្ភារៈសំណង់នេះគឺយើងយកទៅធ្វើអាករធាតុចូលបាទហើយសមត្ថកម្មបញ្ជាក់ឲ្យថាតម្លៃនេះមិនរួមអតបអញ្ចឹងយើងគុណនឹង 10% ទៅធ្វើអាករធាតុចូលតែងរថយន្តដឹកជញ្ជូននិងគ្រឿងចក្របាទអញ្ចឹងរថយន្តដឹកជញ្ជូននិងគ្រឿងចក្រនេះយើងអាចសមអិនទៀនបានគុណ 10% ទៅធ្វើអាករលើធាតុចូល C ចំណាយម៉ៅការបន្ត sub contract 1.4 លានបាទអញ្ចឹងយើងគុណ 10% ទៅយកទៅដាក់កន្លែងអាករធាតុចូលចំណាយលើការជួលសម្ភារៈបាទជួលសម្ភារៈនេះយើងគុណ 10% ដែរយកទៅដាក់អាករធាតុចូលដែរចំណាយដឹកជញ្ជូនអស់60,000អញ្ចឹងយើងគុណ 10% ឃើញប៉ុន្មានយកទៅដាក់លើអាករធាតុចូលលើកដាក់បាទអញ្ចឹងលើកដាក់នេះគឺសញ្ញាផ្កាយបាទនៃទិញពីបុគ្គលមិនចុះបញ្ជីអញ្ចឹងយើងយកទៅដាក់កន្លែងទិញមិនជាប់អាករចំណាយប្រេងសម្រាប់ចាក់រថយន្តបាទអញ្ចឹងកន្លែងប្រេងចាក់រថយន្តនេះតម្លៃនេះមិនរួមអាករអញ្ចឹងយើងត្រូវគុណនឹង 1.1 ដើម្បីរួមអាករហើយយើងយកទៅដាក់កន្លែងទិញមិនអនុញ្ញាតអិនទៀនចំណាយបៀវត្សបុគ្គលិកនិងចំណាយទឹកភ្លើងអញ្ចឹងសុទ្ធតែជាចំណាយយកទៅពេញកន្លែងទិញមិនជាប់អាករ
sai bên cam pi rồi 80 pon chẳng còn đọc hiện rồi tới dương giờ ta đặt lại có thịt trâu bà hay chân hai xem ní dương giờ tới đặt lại cả tên mình cho bà cò bà nhà cái tên pi bồ côn mình cho bà cò chẳng dương giờ bông phanh lại cả tên mình cho bà cò bà chẳng dương sập trâu kia tới dương khơi cả tên mình cho bài năng mình nhà nắng cứ bay liên học sắp một mùi pon pram rồi bà chẳng cho nói đây sầm khán được nhưng mà trẻ vẫn tha lại pray níสมัติกรรมเก็บแผลมาร้อยดอกปรามจังอันนั้นพอเราบอกมีนวัดตอนนี้ตักลอยได้ยอเตอร์บ่มเป็นก็หลายเต็งมันอาญาอันตีนนี้คือรวมทั้งวัดจังยังคนมวยจอยมวยtớiเคยเนี่ยมาร้อยมาไพ่บ่มวยป้อนปรามร้อยหนึ่งหายบ่จังแปะปอนนังแกะเหนียบ่จังเยอเมียน30 เหรียญดอกดอกใบเหรียญจังลวเตะลมหนาวทานนี้คือดำปลาเหรียญดำปลาเหรียญยังใจมวยจอยมวยtớiเคยเนี่ยดอกแหมเหรียญเชียงnày bà chẳng còn đọc hiện rồi tới dân khởi có thiệt chành dưỡng mà liến 540 pon và 450 chẳng là nắng khởi có vạt rồi và tọa máu mình vạt in dưỡng bàn vì thị hỏi thà mùi nắng còn đọc hiện rồi tới chẳng sợ đọc tới khởi có thiệt châu dưỡng mà liến 430 pon bà chẳng là ní cứ có thiệt châu ní dưỡng đọ ta buồn mục khlè mọt bài này chẳng đòi xa lụa đấy ọt chọp vát lụa té chọp vát chẳng hay vát in sọp giờ ní cứ mà liên 430 pon bà chẳng dương thở họ mơ bột hiện có lực kho lực cờ bà chẳng lụa chọp cò dương mày nắng đọc hẻm liền chiên nắng hay đọc bay bột đọc bay liền lụa đầy ọt chọp vát tới chẳng khơi nhà mà phây bay liền chiên chẳng phao thiệp dương ní khơi thá 54 cho 31 phía rồi chẳng 24 ní viên ơi trở lại bị phèm từ cào phèm chẳng co thịt trâu lại ai đọ bà nắng cứ dương ai đọ tam rụng muốn có con này khó chạy ở cờ nè chẳng con tới dương khơi thà này vạt in sọp hoặc quạt nắng miên mà liến 430 ponวันได้ดอกไปแกะเนี่ยnhà đòi đó cứ đọ bán tay 940 pon 160 đô la thì bà đại xa miền lụa đầy ở chọt vát lụa tẹt chọt vát bà chẳng cứ cột cùng chọt cò phong chẳng bà thọ má dân chạm đàm xì sòn tới giờ vạt áo đọ vạt in hay đọ ăn tiền dưỡng 600 pon tới dân khơi vịt chùm miền chẳng chùm lào dưỡng cứ o tọ bò thở bòn nắng bằng thai màu bà đại xa về lìa miền cầm nát bà khi nhầm bà sông bà chọc bọt bà hành thầm phần hay sông thầy nó cuốn đó khá cam thằng để bàn tạm đàn nâng dục chất độ đặt đạp tăng bị đàm là hỗ đào chọc bà sông cuốn sông chùm riêng liền